ឈាមស្រ័យស្បែកហៅទីបំផុតឃាតករដែលបានសម្លាប់ទៅលើអ្នកនាងលីលីក៏ដូចជាអ្នកបើករថយន្តតាក់ស៊ីត្រូវបានកម្លាំងប៉ូលីសព្រំទាន់កម្រិតស្រាលនៃស្នងការនគរបាលរាជពេញបានបើកប្រតិបត្តិការក្នុងការតាមប្រមាញ់ចាប់ឃាត់ខ្លួនបានចំនួន4នាក់ហើយបាទប្រិមិត្តនេះគឺជាឃាតករដៃឆៅដែលបានសម្លាប់ទៅលើស្ត្រីរងគ្រោះដែលមានឈ្មោះថាលីលីក៏ដូចជាអ្នកបើករថយន្តតាក់ស៊ីបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនកាលពីយប់មិញក្រោយពីកម្លាំងសមត្ថកិច្ចបានធ្វើការគាស់យកសាកសពរបស់ស្ត្រីរងគ្រោះរួមទាំងអ្នកបើករថយន្តតាក់ស៊ីដើម្បីយកមកធ្វើការត្រួតពិនិត្យក៏ដូចជាធ្វើកសោវិច័យនៅក្នុងនោះកម្លាំងប៉ូលីសព្រំទាន់កម្រិតស្រាលនៃស្នងការនគរបាលរាជពេញបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានវិទ្យុឲ្យដឹងថាមកដល់ពេលនេះម៉ោងនេះកម្លាំងប៉ូលីសព្រំទាន់កម្រិតស្រាលនៃស្នងការនគរបាលរាជពេញបានបើកប្រតិបត្តិការក្នុងការតាមប្រមាញ់ចាប់នៅជនដៃស្រីដែលជាជនរងគ្រោះម្នាក់ដែលធ្លាប់ត្រូវបានចំនួន4នាក់ហើយចងហើយឥឡូវនេះកម្លាំងប៉ូលីសក៏កំពុងតែធ្វើការរៀបរាប់បន្តិចបានទេនៅពេលដែលបងឃើញរឿងរ៉ាវដ៏គួរសម្បែកចិត្តនៅពេលដែលឃើញអ្នកនាងលីលីត្រូវបានសម្រាប់ការទស្សនានិងការតាមដាននេះគ្រាន់តែជាព័ត៌មានបន្ថែមដែលយើងទទួលបានពីកម្លាំងសមត្ថកិច្ចដែលលោកបានផ្ដល់ឲ្យយ៉ាងណាមិញយើងធ្វើការងារនេះឲ្យកម្លាំងប៉ូលីសលោកធ្វើការស្រាវជ្រាវតាមជំនាញនិងនីតិវិធីបន្តរបស់លោកចុះអរគុណពេលថាខ្លួនឯងនឹងស្លាប់ហើយពេលហ្នឹងតែជីវិតយើងនៅមានទៀតបានបន្តដល់អរគុណមកសុំឈូវិញ Xui đã lừa họ miên là cái xui không? Xâm nhập nhữngបញ្ហាសុខភាពដូចជាលើកជាស្គរលើកជាខ្លាញ់លើកជាអាស៊ីតឬក៏លើកឈាមនឹងមានបញ្ហាឈឺសន្លាក់ឈឺចុករយតាមសាច់ដុំចង្ហាយបាត់ជើងសគាបាត់ជើងបបាក់ក្នុងការគេងឥឡូវគឺខ្ញុំសូមណែនាំជាមួយនឹងគេបាត់បាត់ជើង50ដែលវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនក្នុងការបឺតយកស្រូបជាពលក្នុងរាងកាយរបស់យើងក្នុងពេលគេថែមទាំងបង្កើនភាពស៊ាំបង្កើនចង្ហាន់ឈាមនិងថែមទាំងជួយបំបាត់បញ្ហាឈឺចុកចាប់ទឹករយសម្រាប់ការប្រើប្រាស់គឺងាយស្រួលមែនទែនបងអង្គមីងលោកតាយាយគ្រាន់តែបិទនៅលើបាត់ជើងមុនចូលគេងហើយស្អែកក៏លំនៅនៅពីគេយើងបកចឹងគឺមានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយតាំងពីបកប្រែលើដំបូងនឹងមកអញ្ចឹងបងអង្គមីងអាចរកទិញបាននៅលើទីផ្សារគឺតាម25ខេត្តក្រុងឬក៏អាចតំណែងតាម page ឬក៏ Telegram ដែលមាននៅក្នុងវីដេអូនេះបានជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជា